បាត់សមាជិកជាទីស្រឡាញ់តើគាត់មានអារម្មណ៍បែបណាសូមក្មួយស្រីមានចំណាប់អារម្មណ៍បំណងខ្ញុំចង់ក្រោយខ្ញុំចង់ឲ្យខ្ញុំបានមកមើលរូបភាពកូនបានបំពេញបំណងក្តីសម័យរបស់ហើយឲ្យចាប់សង្គ្រាមវាទៅឡើយចាំមកទៀតចាំកូនខ្ញុំមកមើលថាចង់មើលឬកូនចាំចាប់សង្គ្រាមកូនខ្ញុំមកមើលកូនបំពេញក្តីសម័យកូនអានេះញ៉ែប្រាប់កូនថាចង់មើលឃើញកូនតែមើលអត់រួចជឿពីរកែកនៅជឿមើលចង់ឃើញកូនសប្បាយចិត្តអរគុណសូមជើញបងស្រីមានអ្វីចង់ប្រាប់ទៅពិភពលោកតើបងស្រីពេលនេះមានអារម្មណ៍បែបណាដែលបងបាត់បង់សមាជិកគ្រួសាររបស់ខ្លួនខ្ញុំចង់ប្រាប់ទៅពិភពលោកថាសូមឲ្យចាប់ជួយដោះស្រាយដល់កម្ពុជាផងកម្ពុជាមិនចង់មានសង្គ្រាមទេចង់កម្ពុជាចង់បានសន្តិភាពសូមឲ្យជួយដោះស្រាយឲ្យបានចប់បានបងវិរៈកងទ័ពទាំងអស់បានមកជួបជុំគ្រួសារមេបងប្អូនអរគុណបងអរគុណបងអញ្ជើញបងសម្រាប់សមុទ្រយាបតបងអរគុណយើងពិតជាជួបរំសោកស្ដាយយើងមិនចង់ឲ្យមានវិនិស្សកម្មកើតឡើងទេហើយក៏យើងមិនត្រូវការសង្គ្រាមដូចគ្នាដែរសូមអង្គការពាក់ព័ន្ធសហគមន៍អឺរ៉ុបក៏ដូចជាអ្នកមានអំណាចនានានៅលើពិភពលោកសូមជួយបញ្ចប់សង្គ្រាមកម្ពុជាត្រូវការសន្តិភាពខ្ញុំមិនចង់ឃើញប្រជាជនស្លូតតង់របស់ខ្ញុំបាត់បង់ជីវិតទៀតទេសូមជួយផ្សព្វផ្សាយនិងជួយកាត់ក្តីឲ្យបានចប់សពគ្រប់ពួកយើងត្រូវការសន្តិភាពអូនត្រូវការទៅរៀនអ្នកគ្រប់គ្នាត្រូវការរត់ទទួលទានហើយពួកយើងត្រូវការឲ្យប្រទេសរបស់យើងផ្សព្វផ្សាយនៅអ្វីជាច្រើនទៀតទៅកាន់ពិភពលោករឿងល្អៗអរគុណបងស្រីនិងក្មួយស្រី